គុំមើលស្រាលតួលក់ដីសល់លុយ$1,000,000ក៏អាចធ្លាក់ខឿងក្រមមកវិញបើនៅធ្វើរឿងទាំង5នេះធ្វើអត់ឃើញទេមនុស្សខ្លះកាជាអ្នកមៀងមួយផ្លេតល្បីពីដើមភូមិដល់ចុងភូមិប៉ុន្មានឆ្នាំក្រោយមកជីវភាពយ៉ាប់យ៉ឺនដដែលមានដោយចៃដន្យត្រូវប៉ាន់ដីឥតព្រៀងទុកឬឆ្នះឆ្នោត$1,000,000ក៏អាចធ្លាក់ខ្លួនក្រមកវិញជាក់ស្ដែងតាមការស្រាវជ្រាវពីសាលាហាវ៉ាតបានបង្ហាញថាទោះឆ្នះឆ្នោត$20,000,000ក្តីក្រោយរយៈពេល1ឆ្នាំអ្នកឆ្នះឆ្នោតនឹងត្រឡប់ទៅរកចំណុចដើមរបស់ខ្លួនអ្នកខ្លះធ្លាក់ក្នុងស្ថានភាពកាន់តែលំបាកជាងមុនទៀតក៏ថាបានព្រោះសប្បាយភ្លឿនភ្លេចខ្លួនខាងក្រោមនេះគឺជារឿងធំទាំង5ដែលមនុស្សភាគច្រើនប្រហែលខ្លួនពេលមានទ្រព្យច្រើនបង្កើតចន្លោះប្រហោងឲ្យលុយហូរចេញរីងដបាតក្រទៅទឹមចំនួនទើបជាយ៉ាងណា 1. មានលុយតែខ្វះសមត្ថភាពទ្រព្យធំជាងគំនិតមានលុយច្រើនតែខ្វះគំនិតបណ្ដោះបង្កើតចំណូលបន្ថែមសុខចិត្តទុកលុយឲ្យភូមិចោលពីងរំចិត្តសឹកតម្លៃព្រោះអតិផរណាបៃតាស្ថាបនិកសហរដ្ឋអាមេរិកលោក Benjamin Franklin បានលើកឡើងយ៉ាងដូចនេះថាការវិនិយោគលើគំនិតខ្លួនឯងផ្ដល់ការប្រាក់ខ្ពស់បំផុតជាឧទាហរណ៍មនុស្ស2នាក់ត្រូវបានគេទប់លុយម្នាក់$1,000រយៈពេល2ឆ្នាំក្រោយមកអ្នកទី1សល់ម៉ូតូចាស់1គ្រឿងនិងបំណុលបងរំលោះរីឯអ្នកទី2សល់អាជីវកម្មមួយតម្លៃស្មើនឹង$10,000នេះក៏ព្រោះតែផ្នត់គំនិតនិងសមត្ថភាពខុសគ្នា 2. ចំណាយហួសហេតុលើចំណង់សបាយដាច់បង្ហាចំណាយតាមចំណង់ចង់តាមចំណូលលុយហូរចេញដោយទឹកបាក់ទំនប់បានលុយដកដៃចង់សាកអ្វីដែលថ្មីមឿនមកឃើញលុយហកលោតខ្លាំងប្រើរបស់ brand ឡានស៊េរីខ្ពស់កប់ទិញទាំងរបស់មិនចាំបាច់ហើយបង្កក់បន្ទុកបំណុលបន្ថែមទៀតជាក់ស្ដែងប្រហែល 5% នៃបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់បំផុតលើលោកមានទូកកំសាន្តផ្ទាល់ខ្លួនឯងនាវាទំនើបទំហំ180ឯងត្រូវចំណាយ$4,750,000ក្នុងមួយឆ្នាំដើម្បីថែទាំនិងដំណើរការលោក Kitty McGovern ប្រធានសមាគម Super Yacht របស់សហរដ្ឋអាមេរិកនិយាយយ៉ាងនេះថាក្នុងចំណោមការចំណាយទាំងអស់អ្នកត្រូវចំណាយថវិកា$40,000សម្រាប់ប្រេងឥន្ធនៈ$350,000សម្រាប់ការចត$24,000សម្រាប់ការធានារ៉ាប់រងលើនាវា$1,000,000សម្រាប់ការថែទាំនិងជួសជុលចុងក្រោយ$1,400,000សម្រាប់ប្រាក់ខែនាវិកី 3. មិនជជែករឿងលុយកាក់ជាមួយប្តីប្រពន្ធគូស្វាមីភរិយារាប់លានអ្នកមិននិយាយអំពីលុយទេប្រសិនបើសុកស្រាប់តែមានទ្រព្យច្រើនទាំងមិនបានព្រៀងទុកទៀតវានឹងធ្វើឲ្យពួកគេបង្កើតការចំណាយតាមចិត្តរៀងខ្លួនហើយចុងក្រោយអាចនាំទៅរកការឆ្លុះប្រកែកគ្នាធ្វើឲ្យធ្លាក់ខ្លួនក្រក្នុងនោះអ្នកមិនអាចក្លាយជាអ្នកមានជាប់ដណ្តាប់បានទេលុះត្រាតែអ្នកពិភាក្សារឿងហិរញ្ញវត្ថុជាមួយប្តីឬប្រពន្ធរបស់អ្នកលុយកាក់នឹងការឡើងនៅពេលដែលស្នេហាមានការជំរឿហើយមេគ្រួសារទាំងពីរនាក់មានការយកដឹងច្បាស់លាស់អំពីហិរញ្ញវត្ថុរបស់ខ្លួនឯង 4. ប្រហែលខ្លួនភ្លេចកញ្ចប់សង្គ្រោះបន្ទាន់មនុស្សភាគច្រើនភ្លោះលុយរបស់ពួកគេទៅលើទំនិញផ្សេងពីសេហ្វអ្នកមានដោយចៃដន្យគ្រប់អ្នកសន្សំមិនសុទ្ធតែคล้ายជាអ្នកមានប៉ុន្តែគ្រប់អ្នកមានសុទ្ធតែពូកែសន្សំលោក Dale Ramsey អ្នកជំនាញហិរញ្ញវត្ថុបញ្ជាក់ច្បាស់ថាច្បាប់មួយដែលមនុស្សគួរតែមានគឺដកលុយដែលអ្នករកបានទុកសិនមុននឹងចំណាយបើអ្នកមិនដកទុកទេទោះយ៉ាងណាអ្នករកបានប៉ុន្មានក៏ចាយអស់ដែរបើអ្នកមិនកំណត់ខ្ទង់ដែលត្រូវចំណាយទេអ្នកប្រកាសជាមានរបួសចាំបាច់ត្រូវទិញមិនចេះចប់មិនចេះហើយហេតុដូនហេតុនេះហើយអ្នកជំនាញហិរញ្ញវត្ថុខាងលើបានណែនាំឲ្យមានការរៀបចំផែនការចំណាយត្រឹមត្រូវហើយផ្ដើមពីការកត់ចំនួនលុយដែលអ្នករកបានរួចដកចំណែកដែលអ្នកត្រូវសន្សំសល់ប៉ុន្មានចាំចាត់ចែងលើការចំណាយលោកបានបន្ថែមទៀតថាលុយសន្សំប្រៀបដូចជាឆ័ត្រឬអាវភ្លៀងអ៊ីចឹនវាអាចជួយអ្នកមិនឲ្យទឹកពេលដែលមេឃភ្លៀងដោយចៃដន្យបើអ្នកមានលុយសន្សំអ្នកនឹងអាចការពារខ្លួនពេលដែលអ្នកបាត់បង់ប្រភពចំណូលឬមានវិបត្តិអ្វីមួយក្រៅពីធ្វើជាកញ្ចប់សង្គ្រោះបន្ទាន់លុយសន្សំក៏អាចជួយអ្នកឲ្យចាប់ឱកាសវិនិយោគបង្កើនទ្រព្យផងដែរ 5. មិនមានផែនការជីវិតចុងក្រោយរឿងមួយដ៏អាក្រក់បំផុតនៅផ្នែកហិរញ្ញវត្ថុមិនថាអ្នកមានទ្រព្យសម្បត្តិច្រើនប៉ុណ្ណានោះទេអ្នកត្រូវឆ្លងកាត់ដំណើរដ៏វិលវល់អាចធ្លាក់ខ្លួនក្រវិញបានគ្រប់ពេលប្រសិនមិនមានផែនការជីវិតនោះទេមនុស្សគ្រប់គ្នាត្រូវមានផែនការច្បាស់លាស់ថាតើយើងត្រូវការលុយប៉ុន្មានដើម្បីរស់នៅក្នុងពេលបច្ចុប្បន្ននិងត្រូវមានលុយប៉ុន្មាននាទីអនាគតដើម្បីអាចរស់នៅក្នុងជីវិតដែលខ្លួនប្រាថ្នាចង់បានយើងត្រូវការរូបភាពនេះច្បាស់លាស់បើមិនដូច្នោះទេទោះមានលុយប៉ុន្មានក៏មិនសល់ដែរយ៉ាងណាមិញដើម្បីឲ្យដំណើរជីវិតស្រស់បំព្រឹង
មានបានយូរអង្វែងក្រមិនហ៊ានមកក្បែរលោកអ៊ំយ៉ាបណ្ឌិតមុងរិទ្ធីលើកទឹកចិត្តឲ្យយើងទាំងអស់គ្នាគួរគប្បីហ៊ានចេញរកស៊ីឈប់យកលុយទៅលេងល្បែងឬធ្វើរឿងទាំងឡាយណានាំឲ្យអន្តរាយនិងមិនកើតជាប្រយោជន៍ដល់ខ្លួនត្រូវបណ្ដោះទម្លាប់ឧស្សាហ៍ព្យាយាមប្រឹងប្រែងធ្វើការបើកចិត្តរៀនសូត្រអ្វីថ្មីៗនិងបន្តអភិវឌ្ឍខ្លួនជានិច្ចត្រឹងចាំថាមានសំណាងតែមិនចេះរក្សាមានលុយតែមិនចេះគ្រប់គ្រងស្រឡាញ់លុយតែមិនចេះថ្នាក់ថ្នមមិនយូរមិនឆាប់លុយគង់រត់ចោលអស់មិនខានសូមកុំភ្លេចចុច Subscribe Like និង Comment នៅក្នុងវីដេអូនេះផងសូមថ្លែងអរគុណ